vay cổ nhom bây giờ chi châu tao bây chi châu làm lư vay làm lư hết ba bên ngoài vay làm lư nhom than mẹ nhom tê ngay nữa thằng số mà đấy vay làm lư chứ ngay mấy nhá vay làm lư đó số mà đấy lấy sầm ruộng thế ba nó chờ không sầm ruộng thế hai này lấy ruộng thế thằng mấy lấy mà trong này đi đang đá lên đó rồi đang này khi đấy mà mình ai vay nhom đấy anh biết làm ngày xưa quan mơ này vay này không thằng nhưng mà đây to cái téไปให้đâu cho bay nó không sẹt mó ô vay này là sẹt mó thằng ấy cho bay pi nhom chi pi làm to pi đã bong nhom này chỗ này vay này bong pi đã nè ô pi này nhom mua cái chạ nhom còn khơi thì pa có đánh máy bắt tôi phải đấy bong nhom chi còn đang có chi cháo nhom kia nó màn tấu kia nó màn tấuนี่ก็มาโตย đi vay này món này đi vay con là bố nào vay tôi bạn chân khéo bong nhom máu bong nhom khôngไปbong nhomไว้tới mình chrome mấy ổn mình chrome mấy ញោមមែនញោមខ្ញុំនៅពូវ៉ាន់ចេញមកពីផឹកណា cho phụ con chrome mấy cái អត់ដឹងទេគាត់ស្រែកថាពួកភ័យកលាណាមកវាយខ្ញុំយកមក sẽ làm mấy con គាត់អ្នកច្រឡំ ở đây mình phèo con làm mấy con mấy làm thế này rồi បាទថ្ងៃក្រោយខ្ញុំចេះច្រឡំបាញ់ងាប់ហើយមិនលើជិះតដឹងអីទេណា vay làm ngon ba đây chứ បាទចូលវាយខ្ញុំដល់ក្នុងសវណ្ណកាន់មួដងមួគ្នាអវាយពេក mà nè bự គ្នាគាត់តែពីម៉ូតូthấy ở đây mà ម៉ូតូទៀតទៅអ្នកខ្ញុំម៉ូតូចូលសវណ្ណ pe vay sẽ làm mấy con ពួកឡើយពួកភ័យកលាបើថាមែនទេបាទ đấy phụ quan gì ខ្ញុំនៅចំពោះវ៉ាន់ហ្នឹង đấy đây xuống đi ăn thì mà đã ពីមកអត់ដែរស្គាល់បើដែរស្គាល់មកណា ប្រិមិត្តទស្សនិកជនបាទមានក្មេងស្ទាវមួយក្រុមបាទយកមួកសុវត្ថិភាពដេញវាយគ្នាពេញផ្លូវតែម្ដងប្រិមិត្តជនហើយបន្ទាប់ពីវាយហើយបានបែកមុខបែកមាត់ហើយបានដឹងថាច្រឡំមនុស្សបាទប្រិមិត្តជនហើយបានធ្វើការបើកម៉ូតូរត់ប្រសាយពេញផ្លូវតែម្ដងនៅសល់បាទពីម៉ូតូដែរដែលបានធ្វើការចាក់សោជាប់ដោយសារគាត់ចូលដល់កន្លែងបាទក្រាសាំងបងសន្តិសុខគាត់ទាញបាត់រងបិទតែម្ដងដោយសារគាត់មកបង្កបញ្ហានៅកន្លែងរបស់គាត់បាទបញ្ហាដល់កន្លែងរបស់គាត់ក៏ទាញសោកបិទរងចាំកម្លាំងជំនាញសមត្ថកិច្ចធ្វើការបាទតាមនីតិវិធីធ្វើការឃាត់ខ្លួនរកទៅសួរនាំតាមនីតិវិធីផ្លូវច្បាប់ប្រជាជនហើយពាក្យគីទាំងសងខាងគឺថាអត់ធ្វើការប្តឹងប្រោសគ្នានោះទេបាទហើយយើងមិនទាន់ដឹងទេនេះជាករណីបាទអវ័យវាយគ្នាបាទជាករណីក្មេងទំនើបនោះទេប្រជាជននេះបាទនេះសិតតែក្មេងតែម្ដងបាទអត់ដឹងថាគាត់គិតអីរងថ្ងៃនេះបាទបង្កើតជាក្រុមជាការជាបាក់បង្កើតជាពួកបាទជីពេញផ្លូវតែម្ដងហើយបង្កបញ្ហាវាយគ្នាទៅមកប្រជាជនសង្ឃឹមថាគណៈសមាជិកធ្វើការបាទតាមនីតិវិធីបាទដើម្បីលុបបំបាត់ក្មេងទំនើបនៅក្នុងបាទក្នុងសង្គមរបស់យើងបាទក្មេងទំនើបសមត្ថកិច្ចខ្នះខ្នែងនិងក្នុងការបង្ក្រាបខ្លាំងមែនទែនប្រជាជន mấy tay ra mình nâng cái vay cổ nhom tam ở đây mấy tay tam mất thơm tìm tôi có nó phải cái mà mẹ nó vay cổ nhom bây giờ chi châu tao bây chi châu làm lư vay làm lư hết ba ពេលថ្ងៃវាយច្រឡំមនុស្សខ្ញុំថាមែនខ្ញុំទេថ្ងៃនេះថងឈោមកđấy vayច្រឡំមនុស្សអញ្ចឹងហ៎មិញ វាយច្រឡំមនុស្សឈោមកđấy lấy sầm ruộng thế ba nó chờ không sầm ruộng thế hai này lấy ruộng thế thằng mấy lấyខ្ញុំមកtrong này đi đang đá lên đó rồiមិនដឹងទេគ្នាមកពីថ្ងៃវាយខ្ញុំđấy អត់មិនច្រឡំថ្ងៃសួរគាត់មើលខ្ញុំប្រាប់ថាច្រឡំហ្នឹងបាយសម្បួរចុះបាយសម្បួរចុះ ថ្ងៃបាយគាត់មិនមួយមិញ vayច្រឡំអីចឹង បាយច្រឡំហ្មង vayច្រឡំvay này đây cái này mình tập pin nhé nháក្រុម បានមានពីរនាក់ហ្នឹង cho tao biếtអូនថាដៃស្រេចដៃក្រាមិនបាន vay ស៊ីគាត់ដឹង ចុះបើមិនបាន vay ច្រឡំមើលច្រឡំគ្នាមិនអូន ជិះមកគប់គ្នាពួកខ្ញុំហ្នឹង គប់គ្នា បាទ តែមកច្រឡំនេះ បាទហើយបងគាត់មួយទៀតចេញមកបើវាយមកវាចេញចឹងយកមកហ្មង ចុះបើមានអូនឯងមានក្រុមទេណោះ អត់មានក្រុមអីទេពួកខ្ញុំមើលដំបងអាខាងអាស្គូពីហ្នឹងវាជីរត់មកអាខាងអាសងដេញមកពីក្រោយដល់ពេលគាត់ថាដេញមកពីក្រោយទៅដល់ហើយអាខាងអាសងអាមួយអាវសអាមួយអាវខ្មៅហ្នឹងចូលវាយគេដល់ក្នុងសវែន អូចូលវាយដល់ក្នុងសវែន បាទដល់ខ្លងពីសវែនហ្នឹង មកប្រហែលម៉ូតូទេអូន ម៉ូតូស្មើម៉ូតូស្មើបាទ មកម៉ូតូទល់មកម៉ូតូ បាទ អូហើយពេលទៅវាយហើយវាយកអីផ្សេងមានតដៃទេអូន មួក បាត់ បាទវាយបានមិនតែ2មួក ពីមួយឯណោះ បាទ ហើយឃើញម៉ូតូផ្សេងទៀតមិនមែនទេណោះ បាទម៉ូតូផ្សេងទៀតមែនទេ មែនទេណោះ តោផ្សេងទៀតទៅមកក្រោយហ្នឹងគេនាំគ្នាព្រួតវាយបងមួយអាយខ្មៅព្រួតវាយបងមួយអាយខ្មៅហ្នឹងបាយចកាគឺមក អូទៅមកក្រោយឯណោះ បាទមកក្រោយខាងគ្នាខាងអាសកូពី អញ្ចឹងម៉ូតូពីរនាក់ស្មើគ្នា បាទវាយទៅវាយមក បាទមុនដំបងស្មើគ្នាប៉ុន្តែគ្រាន់តែមកក្រោយទៀតគេមកប្រហែល5 6ម៉ូតូទៀត
គេមកតោស៊ូដឹង បាទ គ្នាអូនេះតែពីមតោណា បាទពីម៉ូតូអសង្22មួយទៀតឯងអសង្22ហ្នឹង ហើយគ្នាគេច្រើនម៉ូតូ ជាងនេះឯង មួយសង្ឃ1មួយ បាទ22 ចាំចុះឡើងគឺវាយច្រឡំមនុស្ស បាទញ៉ាំដឹងវាយច្រឡំនៅមិនដែរខ្ញុំទៅចេញទុកទឹកមកឃើញគេវាយគ្នាយហ្មង ហើយផ្អើផ្អើពេញហ្នឹងហ្មង បាទ អរគុណច្រើនអូន បាទបាទ ទៅទៅតាំងពីម៉ូតូហ្នឹងទៅ បាទមានឌឺដងនេះតាមផ្លូវឯងមិនជិះម៉ូតូឌឺដងនេះតាមផ្លូវឯង មកបានឌឺដងវាគប់ខ្ញុំមុនយកហ្មង ដល់គប់យកហ្មង បាទខ្ញុំគប់យកមកខ្ញុំដេញវាយវិញយើង អូជិះសុកគប់ណៃហ្មង បាទខ្ញុំទៅខ្លាចអី ហើយបានណៃ ខ្ញុំវាយច្រឡំเลย នេះបងមកម៉ូតូ គ្នាគាត់មកជួយតែឥឡូវយើងសម្រួលគ្នាអី ខ្ញុំមានម៉ូតូនេះ ម៉ូតូ ឡៃក្នុងហ្នឹងស្វែននេះ អូណៃតែម៉ូតូយកពីរ បាទ ដែរ ខ្ញុំហត់កិច្ចមកក្នុងហ្នឹង តែណៃមើលទៅដូចស្តៀងដែរ អត់ស្រៀងអត់ដែរស្គាល់គាត់ហ្មងអត់ដែរស្គាល់ខ្សោះហ្មងខ្ញុំជិះរត់យកហ្មង អូ ខ្ញុំឃើញគាត់ដេញវាយមកពីកន្លែងស្តុបនោះ ដល់ពេលវាយណៃស្អីថាម៉េច ខ្ញុំមិនខ្ញុំថាំងខ្ញុំមិនស្គាល់ថ្ងៃទេគាត់ថាគាត់ស្រែកថាពួកភ័យកលាមែនពួកភ័យកលាមែនថាំងអត់ទេបងអត់ទេខ្ញុំហត់កិច្ចហ្នឹង អរគុណអូនឲ្យគាត់ទៅអត់ អត់មានឲ្យស្រួលទេម៉ូតូទុកនៅហ្នឹងសិនណាណាបករឿង ឲ្យទៅនោះគាត់ទុកឲ្យសមាជិកបើទុកឲ្យសមាជិក អត់ទុកកែកន្លែងគេអត់មាន បងមកមិនទេបងមក អត់ដឹងខ្ញុំអត់ ដឹងទេបងណា ហ្នឹងខ្ញុំទៅមកមិញហ្នឹង បាទ បងកន្លែងទេនេះគេអត់ទុកម៉ូតូហ្នឹងឯង អញ្ចឹងបងឲ្យគាត់ចេញទេបងណាបាទ បាទញ៉ែ ញ៉ែកន្លែងគាត់មិនធ្វើការគាត់ត្រូវ គេអូស៊ីឡើងអីមកញ៉ៃញ៉ៃតាមបគាត់ វាយដល់ក្នុងម៉ាន ប្រិមត្តទុនជនឥឡូវនេះបាទជាប់ទាំង4តែម្ដងដោយសារបាទទីតាំងកន្លែងរបស់គាត់គឺមានផ្នែកគ្រប់គ្រងសុវត្ថិភាពបាទមិនមែនចេះតែចូលវាយហើយចេះតែចង់ទៅចូលវាយហើយចេះតែចង់ទៅទេបាទឥឡូវទុកឲ្យខាងផ្នែកសុវត្ថិភាពខាងគ្រប់គ្រងទីតាំងកន្លែងបាទគាត់អាជីវកម្មរបស់គាត់នេះគឺគាត់ទុកយុវជន4នាក់ទុកឲ្យកម្លាំងជំនាញសមត្ថកិច្ចធ្វើការតាមនីតិវិធីដោយសារគាត់រត់ចូលទៅដល់កន្លែងគាត់បាទប្រកបអាជីវកម្មរស់ស៊ីហ្នឹងគឺវាយយកតែម្ដងបាទហើយប៉ះពាល់អសន្តិសុខសង្គមភ្ញៀវរបស់គាត់កំពុងតែបាទចូលទិញអីវ៉ាន់បាទហូបកាហ្វេបង្កមានការភ្ញាក់ផ្អើលមែនទែននៅចំណុចទីតាំងកន្លែងបាទក្រាសាំងមួយកន្លែងនេះប្រជាជននេះស្ថិតនៅក្នុងសង្កាត់បាទស្រះចកខណ្ឌដុនពេញរាជធានីភ្នំពេញកំពុងតែមានការភ្ញាក់ផ្អើលមែនទែនមានយុវជនមួយក្រុមបានធ្វើការចូលវាយយកតែម្ដងប្រិយមិត្តជន